ខ្ញុំអត់ចង់កុហកទេប្រាប់គាត់តាមត្រង់ទៅថាខ្ញុំនឹងជាអ្នកណាដប់ខ្ញុំធ្លាក់កន្លក់ដល់អ្នកគ្នា Sister អ្នកនរគ្នាថ្ងៃហ្នឹងខ្ញុំមកនិយាយរឿងតំណើរដើមតងថាម៉េចបានពីអ្នកខ្ញុំនឹងជួបគ្នាតាមពិតទៅរឿងហ្នឹងខ្ញុំចែករំលែកនៅក្នុង TikTok របស់ខ្ញុំហើយខ្ញុំទៅសេជាអក្សរហើយមានរូបភាពចឹងណាអ្នកទាំងអស់គ្នាចូលឆែកក្នុង TikTok ខ្ញុំក៏ឃើញដែរតែដោយសារតែបងប្អូនក្នុង Facebook គាត់អត់ទាន់ដឹងហើយណាមួយក៏អត់សូវស្គាល់ខ្ញុំចឹងក៏ខ្ញុំចេញវីដេអូមួយទៀតមកទៅកុំឲ្យគាត់ហត់ទៅអានអីចឹងណាគាត់ចាំតែមើលវីដេអូចាំស្ដាប់ទៅ Okay Evan tell them Basically she just messaged me. It was like January 2024 She messaged me randomly, just followed me. How old are you or something? But I've always liked Asian girls, so actually no, not always. I think it was just since I started watching Squid Game season 1, and since then I like Asian girls, so I was just like season 1 there was just that girl. I don't know what number she was, but she just looked sad all the time. It was that one. And then eventually we talk about need to meet each other, but it's very difficult to get a visa for the UK as we've experienced. So I just thought I might as well come to Cambodia first because I like travelling. I like going to different countries and that. I've never been to Asia before, so I thought why not? Let me go. And it wasn't, it was good. I enjoyed it. It's probably I think it's my second favourite country I've been to, maybe after Italy. ចឹងអ្នកទាំងអស់គ្នាដោយគាត់បាននិយាយមែនចឹងពេលដែលគាត់ដាក់វីសាមកជួបខ្ញុំនៅខ្មែរពេលហ្នឹងប៉ាម៉ាក់ខ្ញុំដឹងដែរថាខ្ញុំនឹងស្រឡាញ់គ្នាតាមអនឡាញហើយគាត់ចេះតែភ័យបារម្ភថាអូខ្លាចគេបោកខ្លាចគេអីចឹងណាតែខ្ញុំប្រាប់គាត់វិញថាអត់អីទេជឿជាក់ទៅព្រោះយើង call វីដេអូមួយគ្នារាល់ថ្ងៃអញ្ចឹងទៅពីមុនដំបូងគាត់នេះកុហកប៉ាម៉ាក់គាត់ថាអូខ្ញុំធ្លាប់នៅរស់នៅអង់គ្លេសហើយគាត់ស្គាល់ខ្ញុំនៅប្រទេសអង់គ្លេសអញ្ចឹងគាត់ត្រូវហោះទៅជួបខ្ញុំនៅខ្មែរគាត់កុហកប៉ាម៉ាក់គាត់ដោយសារគាត់ភ័យថាប៉ាម៉ាក់គាត់អត់ឲ្យហោះទៅឬក៏ប៉ាម៉ាក់គាត់ភ័យបារម្ភពីគាត់អញ្ចឹងណាតែខ្ញុំប្រាប់គាត់ថាចាខ្ញុំអត់ចង់កុហកទេប្រាប់គាត់តាមត្រង់ទៅថាខ្ញុំនឹងជាអ្នកណាហើយថាស្នេហាយើងនឹងបែបម៉េចហើយទៅពេលគាត់ប្រាប់តាមត្រង់ទៅប៉ាម៉ាក់គាត់ក៏សំណូមពរថាចាជួបគ្នានៅប្រទេសថៃបានអត់ព្រោះគាត់ខ្លាចកូនគាត់អត់ដែរជិះយន្តហោះទៅឆ្ងាយអញ្ចឹងម្នាក់ឯងទេហើយណាមួយគាត់ក៏អត់ដែរស្គាល់ខ្ញុំដែរអញ្ចឹងគាត់ចេះតែខ្លាចអញ្ចឹងធម្មតាទេយើងស្រីអាស៊ីស្រឡាញ់បរោះអឺរ៉ុបប៉ាម៉ាក់យើងក៏ភ័យខ្លាចថាគេសម្លាប់យើងថាគេធ្វើបាបយើងអីចឹងហើយប៉ាម៉ាក់ខាងគេគាត់ស្រឡាញ់ស្រីអាស៊ីគាត់ជាបរោះអឺរ៉ុបចឹងគាត់ប៉ាម៉ាក់គាត់ក៏ខ្លាចថាយើងបោកកូនប្រុសគាត់យើង scam យើងឆក់ប្លន់អីចឹងណាហើយទៅគាត់ក៏សុំថាជួបនៅប្រទេសថៃទៅម្នាក់ពាក់កណ្ដាលឯងហោះមកប្រទេសថៃហើយកូនខ្ញុំហោះទៅប្រទេសថៃអញ្ចឹងវាម្នាក់ពាក់កណ្ដាលតែទៅពេលប៉ាខ្ញុំពេលហ្នឹងខ្ញុំប្រាប់ប៉ាខ្ញុំប៉ាម៉ាក់ខ្ញុំហើយគាត់របៀប say no ហ្មងចាអត់ឲ្យហោះទេទៅថៃគឺ say no ហ្មងអត់ឲ្យជួបគ្នានៅថៃបើជួបនៅខ្មែរមកមានម៉ាក់ប៉ាដឹងលឺអីចឹងទៅនិយាយគ្នាចោះឡើងខ្ញុំឲ្យប៉ាម៉ាក់ខ្ញុំវីដេអូ call ជាមួយប៉ាម៉ាក់គាត់ហើយខ្ញុំអ្នកបកប្រែអញ្ចឹងណាខ្ញុំអ្នកបកប្រែហើយទៅបាននិយាយចោះនិយាយឡើងប៉ាម៉ាក់គាត់បើកចិត្តប៉ាម៉ាក់ខ្ញុំក៏បើកចិត្តដែរគាត់ថាបើជួបគ្នានៅថៃក៏ជួបទៅមិនអីទេយើងអឺរ៉ុបផងអាស៊ីផងចឹងទៅប្រពៃណីយើងម្នាក់ពាក់កណ្ដាលទៅយើងក៏គោរពតាមប្រពៃណីគេទំនៀមទម្លាប់គេក៏គោរពតាមប្រពៃណីទំនៀមទម្លាប់យើងម្នាក់ពាក់កណ្ដាលចឹងទៅអញ្ចឹងណាឲ្យវាស្មើភាពមានអីគាត់មកប្រាប់ខ្ញុំវិញថាចាប៉ាម៉ាក់បងបើកចិត្តឲ្យបងហោះទៅខ្មែរចាប់ពីពេលហ្នឹងមកគាត់ក៏ហោះមកខ្មែរអ្នកនរគ្នាយើងទៅដើរលេងនៅកោះរងជាមួយគ្នាអូយរបៀបថាពេលដែលគាត់ហោះមកខ្មែរខ្ញុំទៅទទួលគាត់នៅពលានយន្តហោះរបៀបឃើញគាត់ភ្លាមរត់ទៅអោបហ្មងហើយជីឡាមកវិញណានិយាយគ្នាដូចអ្នកដែលស្គាល់គ្នាតាំងពីយូរយារណាស់មកហើយចឹងអត់មានអៀនអត់មានអីគ្នាទេនិយាយគ្នាធម្មតាអីចឹងណាហើយទៅពេលយើងទៅលេងកោះរងយើងសាងអនុស្សាវរីយ៍មួយគ្នាជាច្រើនចឹងទៅហើយឆ្លោះគ្នាផងខឹងគ្នាផងអន់ចិត្តផងយើងរៀនយល់ពីគ្នានៅក្នុងកំឡុងពេលមួយអាទិត្យហ្នឹងណាព្រោះគាត់មកខ្មែរមួយអាទិត្យតែយើងព្យាយាមយល់ចិត្តគ្នាការទៅកោះរងខ្ញុំខឹងគាត់ច្រើនណាស់អ្នកនរគ្នានឹងជាលើកទី1របស់ខ្ញុំដែលមានសង្សារជាបរទេសអញ្ចឹងខ្ញុំមិនដែលដឹងថាទំនៀមទម្លាប់គេមិនទេទៅពេលហើយយើងជិះម៉ូតូនិយាយរឿងមូលហេតុដែលខ្ញុំខឹងគ្នាមួយចាស់នៅកោះរងគាត់ជិះម៉ូតូដប់ខ្ញុំហើយខ្ញុំប្រាប់ថាចេះអាផ្លូវនៅកោះរងវាមិនសូវស្រួលអីអ្នកនរគ្នាផ្លូវកោះវាមានក្លុកមានកលាក់អញ្ចឹងគាត់ជិះម៉ូតូដប់ខ្ញុំទៅខ្ញុំថាចេះបងឲ្យខ្ញុំដប់វិញបងឯងមើលទៅដល់ស្ទាត់នឹងខ្ញុំទេគាត់ថាចេះអត់អីទេអូនបងដប់កើតតាមានអីប៉ុណ្ណឹងមានអីជិះម៉ូតូដប់ខ្ញុំធ្លាក់ក្លុកអ្នកនរគ្នាដប់ធ្លាក់ក្លុកអូយហើយខ្មាស់គេពេញខ្ញុំខ្មាស់គេអាតូបលក់ចាក់ហួយនៅមុខហ្នឹង
អូខ្ញុំខ្មាស់គេមិនស្ទើទេមានអីខ្ញុំយំព្រោះអីខ្ញុំភ័យផងហឹងគាត់ផងថាឲ្យខ្ញុំដុបមកឲ្យខ្ញុំដុបមកដុបទេសុខចិត្តដុបបាយចូលក៏លោកវិញទៅមកក៏សម្រាប់ចិត្តថាអីអូនបងឯងដុបក៏បានដែរហើយខ្ញុំពេលហ្នឹងខ្ញុំរៀងខឹងដែរព្រោះខ្ញុំខំតែងខ្លួនមកស្អាតស្លៀកពាក់ឡងស្អាតខ្ញុំពាក់ចាំស៊ូតគេហ្នឹងណាអាវាលខ្នងហ្នឹងនិយាយទៅស្អាតហ្មងតែងខ្លួនឡងលយឆាយហ្មងតែជិះម៉ូតូញាក់ត្រែយ៉ាជីមិនទៅត្រេនឹងក៏រងកណ្ដាលថ្ងៃក្តៅ Only the second time I rode a motorbike, so គាត់ជិះម៉ូតូបានតែ2ដងឯងទៅនៅកោះរងហ្នឹងទៀតហើយទាខ្ញុំថាចាចង់ទៅលេង Lonely Beach ចង់ទៅខ្លាំងណាស់អា Lonely Beach ហ្នឹងប្រាប់ទៅអ្នកនរគ្នាណាគេនៅកោះរងដឹងនេះ Lonely Beach ផ្លូវពិបាកទៅណាស់នៅជ្រៅត្រូវដើរវែងឆ្ងាយតែស្អាតទៅដល់ស្អាតហើយខ្ញុំខឹងគាត់ពេលនៅហ្នឹងពេលខ្ញុំជិះម៉ូតូជាប់ផងខ្ញុំរំពឹងថាគាត់នឹងជួយខ្ញុំព្រោះខ្មែរយើងចិត្តជាខ្មែរចេះជួយគ្នាទៅវិញទៅមកតែគាត់អត់ទេជនបរទេសខ្ញុំមិននៅនេះទៅខ្ញុំដកគេអត់ងាយជួយរបៀបសូម្បីគាត់នៅផ្ទះប៉ាម៉ាក់គាត់ដូចធ្វើអីចឹងណាមិនមែនដូចប៉ាម៉ាក់យើងឯងត្រូវតែជួយកូនឯងមកជួយប៉ាអត់ទេបរទេសគេអត់ងាយប្រើកូនគាត់អត់សូវចេះដឹងទេអារឿងជួយគ្នាហ្នឹងអញ្ចឹងខ្ញុំក៏បញ្យល់ប្រាប់គាត់ទៅពេលហ្នឹងពេលជិះម៉ូតូនឹងខឹងដែរចាថាមិនបងឯងមិនជួយខ្ញុំមិនឲ្យចុះពីលើម៉ូតូឲ្យទៅឈរនៅឯណាណាឆ្កយហើយទៅពេលហើយមានពូមួយទៀតក៏ជិះម៉ូតូតាមផ្លូវនឹងដែរគាត់មកជួយរុញហើយខ្ញុំខ្មាស់គេខ្ញុំអារម្មណ៍ថាចេះពេលហ្នឹងងាប់ហើយអញអើយមានសង្សារជាជនបរទេសហើយអត់ចេះជួយគ្នាទៀតទុកឲ្យសង្សាររបស់ខ្លួនឯងនេះជិះម៉ូតូត្រាក់ជាប់ផងហើយទុកឲ្យបរោះដតីមកជួយសង្សារខ្លួនឯងទៀតតើគេគិតអាម៉េចទៅពេលហើយពេលហ្នឹងខ្ញុំខឹងដែរចេញមកពី Lonely Beach ហ្នឹងវិញទៅយើងក៏និយាយគ្នាស្រស់ស្រួលគ្នាគាត់ក៏ប្រាប់ខ្ញុំថាគាត់អត់ដឹងទេគាត់អត់ដឹងថាព្រោះពេលហ្នឹងខ្ញុំប្រាប់គាត់ថាមិនបាច់ជួយឯងឈរនៅហ្នឹងខ្ញុំពេលហ្នឹងខ្ញុំកើនគាត់អត់ដឹងថាខ្ញុំនិយាយហ្នឹងដោយសារខ្ញុំខឹងស្មានតែខ្ញុំអត់ឲ្យគាត់ជួយមែនគាត់បញ្យល់យើងអញ្ចឹងក៏យើងយើងយល់ទៅហើយនៅពេលដែលខ្ញុំបានមកនៅមួយគាត់នេះអញ្ចឹងណាបានខ្ញុំយល់កាន់តែច្រើនថាមិនបានគាត់អញ្ចឹងមិនបានគាត់បែបហ្នឹងអញ្ចឹងណាយើងយល់ពីគ្នាកាន់តែច្រើនខ្ញុំចេញពីកោះរងហើយខ្ញុំមកធ្វើការដូចដើមគាត់ក៏ត្រូវហោះទៅអង់គ្លេសដូចដើមអញ្ចឹងតែយើងនឹកគ្នាខ្លាំងណាស់អ្នកនរគ្នាស្នេហារបៀបបើយើងនៅខ្មែរដូចគ្នានៅខេត្តផ្សេងគ្នាវាមិនអីណានេះមកទ្វីបម្នាក់អញ្ចឹងវាពិបាកខ្លាំងមែនតើហើយគាត់ក៏ចាប់ដើមដូចផ្ដើមគំនិតថាឲ្យខ្ញុំដាក់វីសាទៅលេងប្រទេសអង់គ្លេសហ្នឹងទៅ So yeah, she applied for the Rascal visa, and it was through an agency though. It was through like one of those people who do it for you. Because we tried to do it online on the government website, it took 2 hours, and we were only on a quarter of the way through. So I decided to do it to the guy. They'll tell you to have like $2,000 in your bank account. Yeah. But you actually don't need to, as long as there's someone that you're gonna see, like if you've got a boyfriend or something, and they've got enough money, or you're gonna live in the house with someone who's got enough money, then it doesn't actually matter. Like even though they tell you don't need it. It took ages, and then finally got it. So he booked the flights, and then when he booked the flights, he booked it for the wrong day because the visa wasn't even valid yet. So she went to the airport, and then they said, "Yeah, fuck off," because it's not valid yet, mate. So she went home. So that was tragic because I just spent like £800 on Yeah, flight. £800. Yeah, so I had to get my dad to pay for the next one. But I'm paying him back, don't worry. I'm paying him back every month. So no money left in my bank account. When she came, I kept working, so it's okay. I've got my money back now. ខ្ញុំលើកទី1គាត់ជិះយន្តហោះមកអង់គ្លេសហើយឆ្ងាយទៀតលើកទី1នៅលើយន្តហោះហើយខ្ញុំមិនដឹងថាខ្ញុំត្រូវធ្វើអីទេហើយខ្ញុំខាតលុយអស់$700ទៅ$800ជាងដោយសារតែបុកសបុតយន្តហោះភ្លីភ្លើពេកហើយខ្ញុំក៏ធ្វើដំណើរខ្លួនជាស្រីនេះក្លាហានខ្លាំងមែនតើលើកទី1ហោះដោយយន្តហោះហោះទៅជួបបងនៅប្រទេសអង់គ្លេសពួកបងហោះមកកើតអញ្ចឹងអូនក៏ហោះទៅវិញត្រូវតែកើតដែរអញ្ចឹងខ្ញុំមករស់នៅខ្ញុំមករស់នៅនេះនៅជាមួយប៉ាម៉ាក់របស់គាត់ប្អូនគាត់នៅផ្ទះប៉ាម៉ាក់របស់គាត់ជាមួយគ្នាចាប៉ាម៉ាក់របស់គាត់មហាសានស្រួលហើយក្រុមគ្រួសារគាត់ស្រួលណាស់អ្នកនរគ្នានិយាយមិនត្រូវហ្នឹងហើយប៉ាម៉ាក់ក្មេកដែលខ្ញុំប្រាថ្នាចង់បានណាអត់ចេះថាអីឲ្យខ្ញុំទេខ្ញុំនៅជាមួយគាត់អត់ដែលមានពេលណាប៉ះសម្ដីគ្នាម្ដង6ខែហ្នឹងឃើញអញ្ចឹងណាតែម្នាក់ស្រឡាញ់គ្នាស្ទើរលេបើឃើញក្មេងៗអញ្ចឹងណាតែរៀនបានច្រើនពីគ្នាអ្នកទាំងអស់គ្នាអញ្ចឹងអស់ហើយអ្នកទាំងអស់គ្នាអរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាវីដេអូនេះ and I see you in the next video bye